ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅកាន់អតីតកាលដ៏ស័យរីជាមួយនឹងទូរស័ព្ទដៃមានឈ្មោះបោះសម្លេងមែនទែនចំណងហ្នឹងវាអាចជាការប្រឡូកក្នុងទីផ្សារមួយដ៏ធំផងដែរនោះគឺ Sony Ericsson អ្វីបើតែ brand មួយនេះគឺបានឈប់សហការគ្នាផលិតហើយដាក់ឈ្មោះរួមគ្នាក៏ពិតមែនក៏ប៉ុន្តែអនុស្សាវរីយ៍គឺមានច្រើនមែនទែនជាពិសេសសម្រាប់យុវវ័យចំនួននោះហើយខ្ញុំក៏ជាមនុស្សម្នាក់ដែលធ្លាប់មានអនុស្សាវរីយ៍ជាច្រើនជាមួយនឹង brand មួយនេះផងដែរការពីចំណងនោះការផលិតទូរស័ព្ទរបស់ក្រុមហ៊ុននីមួយៗគឺគេផលិតមួយក្រុមហ៊ុននឹងផលិតច្រើនស៊េរីមែនទែនសឹងតែយើងនឹងពិបាកក្នុងការតាមដានអត់ដូចបច្ចុប្បន្នទេបច្ចុប្បន្នគឺគេផលិតតែមួយស៊េរីហើយគេព្យាយាមញាត់បច្ចេកវិទ្យាចូលទាំងអស់តែម្ដងហើយយ៉ាងច្រើនណាស់គេឲ្យយើងអ្នកប្រើប្រាស់នឹងមាន option តែ2 3អញ្ចឹងទៅក៏ប៉ុន្តែស៊េរីចំណងហ្នឹងគឺគេធ្វើមកគឺមានគោលដៅរបស់គេចំតែម្ដងហើយជាក់ស្ដែងនៅក្នុងក្រុមហ៊ុន Sony Ericsson នេះគឺមានច្រើនស៊េរីមែនតើតែខ្ញុំនឹងលើកយកតែ4ស៊េរីទេដែលជាស៊េរីពេញនិយមនៅក្នុងស្រុកយើងនៅជំនាន់នោះអញ្ចឹងណាពីច្រើនគឺអាសាឃើញនៅលើទីផ្សារហើយមានគេប្រើច្រើនអូខេហើយខ្ញុំនឹងរៀបរាប់នៅក្នុងវីដេអូខាងក្រោមនេះស៊េរីទី1នេះគឺ W series ឬក៏ Walkman series ហើយស៊េរីមួយនេះគឺផ្ដោតទៅលើតន្ត្រីការកម្សាន្តជាធំតែម្ដងដោយសារតែគឺគេផលិតមកគឺតម្រូវយុវវ័យតែម្ដងគឺទូរស័ព្ទដៃគឺមានពណ៌ច្រើនមែនទែនហើយមាន option ច្រើនមែនតើនៅក្នុង W series នេះមានតាំងពីប្រភេទរុញប្រភេទបត់ប្រភេទបង្វិលប្រភេទត្រង់អីចឹងទៅហើយជាពិសេសគឺកាសរបស់វាតែម្ដងហើយអ្នកទាំងអស់គ្នាដែលធ្លាប់បានស្ដាប់កាសនេះអាច comment បានថាវាមានសំឡេងយ៉ាងម៉េចដែរអ្នកដែលធ្លាប់បានឆ្លងកាត់ប្រកាសជាដឹងហើយខ្ញុំផ្ទាល់គឺខ្ញុំមិនអាចភ្លេចបានទេគឺសំឡេងដ៏សែនពិរោះដែលចេញពីកាសនេះតែម្ដងហើយគួរបញ្ជាក់ផងដែរថា W កន្លែងនេះគឺបានមកពាក្យថា Walkman ហើយ Walkman នេះផងដែរគឺជាឧបករណ៍ស្ដាប់តន្ត្រីរបស់ Sony តែម្ដងពាក្យថា Walkman នេះគឺដាំជាប់ទៅលើម៉ាស៊ីនស្ដាប់តន្ត្រីតាំងពីជំនាន់ចាស់មកតាំងពីជំនាន់ចាក់កាសែតហើយបន្តមកទៀតចេញជា MP3 MP4 សូម្បីតែ CD player ក៏មានដែរហើយម៉ាស៊ីនចាក់ CD នេះផងដែរគឺខ្ញុំក៏មានអនុស្សាវរីយ៍ដែរហើយមិត្តភ័ក្តិដែលធ្លាប់រៀនមួយគ្នាអាចចូល comment បាននៅបើសិនជានៅចាំណាខ្ញុំធ្លាប់មានមួយគ្រឿងដែរហើយមានវាទៅដូចជានិយាយទៅ cool មែនតើជំនាន់ហ្នឹងគឺមាន CD ចាក់តាមខ្លួនបានណាព្រោះអីជំនាន់ហ្នឹងគឺតាក់ទងទៅនឹងក្បាល disk អីយើងត្រូវចាក់ទុកនៅផ្ទះឲ្យប្រើដោតភ្លើងចាប់អាគុយអញ្ចឹងទៅប៉ុន្តែខ្ញុំមាន CD ដែលអាចដាក់តាមខ្លួនបានចូលមកដល់ model ទី2គឺ P series P series ហ្នឹងបើនិយាយទៅគឺប្រណិតមែនតើជំនាន់ហ្នឹងដោយសារតែមានអេក្រង់ touch screen ហើយគាត់ថា touch screen ជំនាន់ហ្នឹងគឺយើងអាចប្រើម្រាមដៃយើងទៅ touch បានទេ touch អត់សូវស៊ីទេគឺបើសិនជាយើងអាចយកកញ្ចក់យើងចុចដូច្នេះហើយបានជា touch screen ជំនាន់ហ្នឹងគេអត់សូវប្រើដៃទេគេប្រើប៊ិចគេហៅថា stylus pen ណាអ្នកដែលធ្លាប់ប្រើ Samsung ដឹងហើយគឺមានប៊ិចហ្នឹងគឺរាល់ពេលដែលខ្ញុំឃើញគេប្រើប៊ិចហ្នឹងគឺខ្ញុំតែងតែសម័យឃើញអតីតកាលទូរស័ព្ទជំនាន់មុនដែលចុចអត់សូវស៊ីកញ្ចៅដៃណាគេប្រើប៊ិចជំនួសវិញអញ្ចឹងយើងចុចឲ្យចំតែម្ដងហើយ P series នេះផងដែរហ្នឹងគឺជាទូរស័ព្ទដៃរបស់ Sony Ericsson ដែលអាចតម្លើងកម្មវិធីនៅលើនឹងបាននិយាយទៅដូច smartphone យើងរាល់ថ្ងៃបេះដាក់តែម្ដងព្រោះអីតាំងពីរូបរាងតាំងពី touch screen នេះអញ្ចឹងណាគាត់ថាមែនតើមិនមែនមានតែ Sony Ericsson ណាដែលមានអេក្រង់ touch ទេដូចជាមាន older ដែរប៉ុន្តែជំនាន់ហ្នឹងគឺគេប្រើប្រាស់ Windows Phone ហើយនិយាយទៅអត់ពេញនិយមទោះបីជាមាន touch screen មែនតែអត់សូវពេញនិយមអញ្ចឹងណាគេពេញនិយមទូរស័ព្ទដែលមានគ្រាប់ចុចច្រើនជាងជំនាន់ហ្នឹងហើយស៊េរីទី3នេះគឺស៊េរី Cybershot Cybershot series នេះគឺគេផលិតឡើងគឺសំដៅទៅលើអ្នកដែលស្រឡាញ់ការថតរូបផ្ទាល់តែម្ដងអ្នកណាដែលកាន់ទូរស័ព្ទនេះមានថាអ្នកនឹងស្រឡាញ់ការថតរូបហើយពីព្រោះអីពាក្យថា Cybershot នេះយើងអាចរកឃើញនៅលើកាមេរ៉ា digital របស់ Sony ផ្ទាល់តែម្ដងអញ្ចឹងឲ្យតែ digital កាមេរ៉ារបស់ Sony ដែលគេផលិតមកគឺតែងតែដាក់ពាក្យថា Cybershot ហើយជាពិសេសដែលខ្ញុំធ្លាប់មានអនុស្សាវរីយ៍ជាមួយ Sony Ericsson ប្រភេទ Cybershot នេះគឺ Sony Ericsson K800 ទូរស័ព្ទដៃនេះគឺយើងអត់មានពិបាកចុចទៅក្នុងចូលទៅក្នុងកម្មវិធីហើយដើម្បីស្វែងរកពាក្យថាកាមេរ៉ាហើយយើងចុចឲ្យបានបើកាមេរ៉ាទេមានថាគេព្យាយាមបំពាក់នៅបេតុងកាត់ណាមានថាយើងផ្អៀងមកយើងនឹងឃើញកន្លែងចុចថតហើយដូចកាមេរ៉ាយើងរងៃគឺគេដាក់បេតុងថតនៅលើតួតែម្ដងអញ្ចឹងយើងគ្រាន់តែចុចបេតុងថតហ្នឹងគឺវាចូលទៅកាន់មុខងារថតរូបផ្ទាល់តែម្ដងហើយមួយទៀតគ្រាន់តែទាញសទះកាមេរ៉ាហ្នឹងទាញតម្លាក់ចុះមកគឺចូលមុខងារកាមេរ៉ាតែម្ដងអ្នកនរនេះមិនអីflash ដែលបំពាក់ទៅលើចង់និយាយ smartphone flash ដែលបំពាក់ទៅលើទូរស័ព្ទហ្នឹងគឺជា flash របស់កាមេរ៉ាតែម្ដងគឺប្រភេទ Xenon ដែលដូចជាកាមេរ៉ា digital អញ្ចឹង
model នេះផងដែរដែលធ្វើឲ្យខ្ញុំនឹងស្រឡាញ់នៅក្នុងការថតរូបដែលប្រើប្រាស់ទូរស័ព្ទដៃអញ្ចឹងណាតាំងពីចំណងនោះមកចូលមកស៊េរីចុងក្រោយគេគឺ T series T series នេះគឺសំដៅទៅលើអ្នកដែលស្រឡាញ់ផលិតភាពតែម្ដងពីព្រោះអី model នេះគឺគេផលិតឡើងដោយតួរបស់វាគឺផលិតពី aluminum គឺកាន់ទៅធ្ងន់កដុកហ្មងណាអ្នករកប្រើដឹងហើយធ្ងន់ហើយកម្រាស់ដូចជាអត់សូវក្រាស់ទេគឺរៀងស្ដើងល្មមគួរសមដែរគាត់ថាគេបែងចែកដាច់តែម្ដងណាគេដាក់បែបតួ aluminum ហើយខីអីភ្លឺរលោងស្អាតហើយមានពណ៌មួយគឺពណ៌បែបនិយាយទៅប្រណិតភាពតែម្ដងខ្ញុំសូមបញ្ជាក់បន្តិចផងដែរថា Ericsson នេះគឺជាក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសស៊ុយអែតហើយនៅក្នុងឆ្នាំ2001ក្រុមហ៊ុននេះគឺបានចាប់ផ្ដើមសហការជាមួយនឹងក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ2002ក្រុមហ៊ុននេះគឺបានចាប់ផ្ដើមផលិតទូរស័ព្ទដៃរួមគ្នាដោយប្រើប្រាស់ឈ្មោះ Sony ហើយនិង Ericsson ផ្ទាល់តែម្ដងគឺ model T68i ដែលជាទូរស័ព្ទដៃដែលមានអេក្រង់ពណ៌អេក្រង់ color អញ្ចឹងណាពីព្រោះអីជំនាន់ហ្នឹងគឺមិនសូវមានទូរស័ព្ទដែលមានអេក្រង់ color ទេហើយក្រោយមកទៀតនៅក្នុងឆ្នាំ2012ក្រុមហ៊ុនទាំងពីរនេះគឺបានឈប់សហការគ្នាផលិតទូរស័ព្ទដៃដែលមានឈ្មោះរួមគ្នាទៀតហើយដោយ Sony បានទិញយកភាគហ៊ុន 100% តែម្ដងបច្ចុប្បន្ន Sony ក៏នៅតែផលិត smartphone ដែរគ្រាន់តែលែងមានឈ្មោះ Ericsson ទៀតហើយ smartphone របស់គាត់គឺអាចនិយាយបានថាគេផលិតមកគឺដើម្បីតែសំដៅទៅលើ real fan របស់គាត់តែម្ដងដូចជា Xperia 1យើងដឹងហើយដែលញាត់កាមេរ៉ាធំតែម្ដងបាទដូចកាមេរ៉ា professional អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូដល់ចប់ហើយកុំភ្លេច comment នៅ model ណាមួយដែលអ្នកទាំងអស់គ្នាធ្លាប់បានប្រើប្រាស់ក៏ដូចជាមានអនុស្សាវរីយ៍ជាមួយនឹង brand Sony Ericsson នេះកុំភ្លេចចែករំលែកទៅកាន់គ្នាយើងមិនដឹងផងហើយកុំភ្លេចជួយ like subscribe ក៏ដូចជា follow page ម្នាក់មួយផងជួបជាមួយខ្ញុំបាននៅវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ